ហាសមុទ្រគឺជាផ្ទៃទឹកដ៏ធំធេងនិងស្រស់ស្អាតដែលពោរពេញដោយអាថ៌កំបាំងប៉ុន្តែនៅក្រោមផ្ទៃទឹកដ៏ខៀវស្រងាត់នេះមានតំបន់មួយដែលពោរពេញទៅដោយរបស់ប្លែកៗនិងអាថ៌កំបាំងជាច្រើននៅពេលដែលយើងធ្វើដំណើរចុះទៅជម្រៅ200 ម៉ែត្រពន្លឺព្រះអាទិត្យនៅក្រោមផ្ទៃទឹកចាប់ផ្ដើមរសាត់ទៅបន្តិចម្ដងនេះគឺជាច្រកចូលទៅកាន់តំបន់ Twilight ឬ Twilight Zone វាមិនមែនជាភាពងងឹតស្លុបសូន្យឈឹងនោះទេប៉ុន្តែវាជាពន្លឺស្រពេចស្រពិលដែលមិនចេះចប់មិនចេះហើយវាគឺជាទីឋានដែលគ្មានរុក្ខជាតិរស់នៅបានគ្មានរស្មីសំយោគនិងគ្មានជម្រកសម្រាប់អ្នកទន់ខ្សោយតោះយើងទៅយល់ដឹងឲ្យកាន់តែស៊ីជម្រៅអំពី Twilight Zone នេះទាំងអស់គ្នានៅពេលដែលយើងធ្វើដំណើរចុះពីផ្ទៃសមុទ្រកម្ដៅនិងពន្លឺព្រះអាទិត្យចាប់ផ្ដើមរលត់ទៅវិញបន្តិចម្ដងនៅចន្លោះជម្រៅពី200 ម៉ែត្ររហូតទៅដល់1000 ម៉ែត្រយើងនឹងបានជួបនៅតំបន់ Twilight Zone តំបន់នេះគឺជាកន្លែងចុងក្រោយដែលពន្លឺព្រះអាទិត្យជះទៅដល់នៅទីនេះភាពត្រជាក់ចាប់ផ្ដើមគ្របដណ្ដប់ហើយបរិស្ថានជុំវិញខ្លួនប្រែទៅជាស្ងប់ស្ងាត់រហូតដល់គួរឲ្យខ្លាចប៉ុន្តែនៅក្នុងភាពស្ងប់ស្ងាត់នេះជីវិតមិនបានរលាយទៅបាត់នោះទេប៉ុន្តែវាបានវិវត្តខ្លួនទៅជាទម្រង់មួយដែលយើងស្ទើរតែមិនជឿថាមានពិតនៅលើផែនដីសូមស្វាគមន៍មកកាន់ពិភពនៃសត្វចម្លែកក្រោមបាតសមុទ្រនៅទីនេះអ្នកនឹងបានជួបនឹងសត្វចម្លែកជាច្រើនដែលយើងមិនដែលបានឃើញពីមុនមកសត្វទី1មានឈ្មោះថាត្រីនាគទឹកជ្រៅឬក៏ Deep Sea Dragonfish ត្រីប្រភេទនេះគឺជាអ្នកប្រមាញ់ដ៏សាហាវបំផុតនៅក្នុងភាពងងឹតលក្ខណៈពិសេសរបស់វាគឺវាមានធ្មេញស្រួចដែលមើលទៅគួរឲ្យខ្លាចនិងមានស្បែកខ្មៅងងឹតបំផុតដែលអាចបំបាំងកាយពីសត្រូវបានវាមានសរីរាង្គបញ្ចេញពន្លឺនៅក្រោមភ្នែកដែលវាប្រើប្រាស់ដូចជាពិលសម្រាប់រុករកចំណីពន្លឺដែលវាបញ្ចេញគឺជាពន្លឺពណ៌ក្រហមដែលត្រីផ្សេងទៀតមើលមិនឃើញដែលធ្វើឲ្យវាខ្លាចជាអ្នកប្រមាញ់ដែលសាហាវបំផុតសត្វទី2មានឈ្មោះថាមឹកជញ្ជក់ឈាមឬក៏ Vampire Squid ត្បិតតែវាមានឈ្មោះដែលគួរឲ្យខ្លាចក៏ដោយប៉ុន្តែវាមិនមែនជាសត្វសាហាវដូចឈ្មោះនោះទេ Vampire Squid គឺជាប្រភេទមឹកដែលមានភ្នែកធំដើម្បីចាប់យកពន្លឺខ្សោយបំផុតនៅបាតសមុទ្រនៅពេលមានអាសន្នវានឹងត្រូវត្រឡប់ខ្លួនយកផ្នែកខាងមុខមកគ្របពីលើដូចជាអាវឃ្លុំវាមិនមែនជាសត្វដែលចិញ្ចឹមជីវិតដោយការប្រមាញ់នោះទេប៉ុន្តែវាចិញ្ចឹមជីវិតដោយការស៊ីព្រិលសមុទ្រឬក៏ Marine Snow ដែលជាកម្ទេចកម្ទីសរីរាង្គដែលធ្លាក់ចុះពីផ្នែកខាងលើនៃមហាសមុទ្រវាគឺជាសត្វដែលរស់នៅដោយសន្សំសំចៃថាមពលបំផុតសត្វទី3មានឈ្មោះថាត្រីពូថៅឬក៏ Haggis-fishឈ្មោះរបស់វាបានមកពីខ្លួនដែលសំប៉ែតនិងស្ដើងដែលមើលទៅដូចជាផ្លែពូថៅលក្ខណៈពិសេសរបស់វាគឺវាមានភ្នែកដែលងើបមើលឡើងលើជានិច្ចដើម្បីមើលស្រមោលសត្វដែលហែនៅពីលើវាមានសមត្ថភាពដ៏អស្ចារ្យមួយគឺការបំបាំងកាយដោយពន្លឺឬក៏ counter illumination នៅផ្នែកពោះរបស់វាមានការបញ្ចេញពន្លឺខ្សោយដើម្បីតម្រូវនឹងពន្លឺព្រះអាទិត្យតិចតួចដែលចាំងចុះមកពីលើការធ្វើបែបនេះធ្វើឲ្យសត្រូវដែលនៅខាងក្រោមมันអាចមើលឃើញស្រមោលរបស់វាឡើយពោលគឺជាការប្រែខ្លួនឲ្យថ្លាដូចជាទឹកសមុទ្រប៉ុន្តែសំណួរសួរថានៅក្នុងជម្រៅជ្រៅនៃបាតសមុទ្រគឺជាកន្លែងមួយដែលមានសម្ពាធទឹកខ្លាំងក្លាតើសត្វទាំងអស់នេះអាចរស់នៅក្រោមសម្ពាធទឹកដ៏ខ្លាំងបែបនេះបានយ៉ាងដូចម្តេចទៅនៅក្នុងការស្រាវជ្រាវជាច្រើនបានលើកឡើងថាសម្ពាធទឹកនៅក្នុងតំបន់ Twilight Zone នេះអាចកំទេចសួតរបស់មនុស្សឲ្យក្លាយជាធូលីនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែវិធីរស់រានមានជីវិតរបស់សត្វដែលនៅក្នុងតំបន់នេះគឺទី1ពួកវាមានរាងកាយពិសេសម្យ៉ាងដែលគ្មានសួតនិងគ្មានផ្លោកខ្យល់ដូចត្រីនៅផ្ទៃទឹកឡើយរាងកាយរបស់ពួកវាគឺពោរពេញទៅដោយសាច់និងទឹក 100% នៅពេលដែលសម្ពាធទឹកសង្កត់មកលើរាងកាយដែលមានជាតិទឹកដូចគ្នាវានឹងមានតុល្យភាពដែលធ្វើឲ្យពួកវាមិនត្រូវបានខ្ទេចខ្ទាំឡើយទី2គឺជារចនាសម្ព័ន្ធរាងកាយបែបចាហួយដើម្បីទប់ទល់នឹងសម្ពាធទឹកដ៏មហិមាសត្វទាំងនេះមិនប្រើប្រាស់ឆ្អឹងរឹងមាំដូចសត្វនៅលើគោកឡើយរាងកាយរបស់ពួកវាមានសាច់ដុំខ្សោយនិងឆ្អឹងតិចតួចបំផុតឬមានឆ្អឹងដែលទន់ដូចឆ្អឹងខ្ចីទី3គឺជាការសម្របខ្លួននៃភ្នាសកោសិកាក្រោមសម្ពាធខ្លាំងនៅក្នុងកោសិការបស់សត្វទូទៅប្រែជាកករឹងដែលធ្វើឲ្យកោសិកាឈប់ដំណើរការប៉ុន្តែសម្រាប់ពពួកសត្វដែលរស់នៅតំបន់ Twilight Zone វិធីរស់រានរបស់សត្វនៅក្នុង Twilight Zone គឺសត្វទាំងអស់នោះមានជាតិខ្លាញ់ដែលមិនទាន់ឆ្អែតក្នុងកម្រិតខ្ពស់នៅក្នុងភ្នាសកោសិការបស់ពួកវាជួយឲ្យកោសិការក្សានូវភាពរាវនិងអាចដកដង្ហើមឬបញ្ចូលសារធាតុចិញ្ចឹមបានធម្មតាទោះបីជានៅក្រោមសម្ពាធរាប់ពាន់តោនក៏ដោយរហូតមកដល់ឆ្នាំ2026នេះប
ច្ចេកវិទ្យា robot ក្រោមទឹកនិងឧបករណ៍ចាប់សញ្ញាទំនើបៗបានធ្វើឲ្យយើងទទួលបាននូវរបបគំហើញថ្មីៗវិទ្យាសាស្ត្របានរកឃើញថា Twilight Zone គឺជាជម្រកនៃហ្វូងត្រីដែលមានចំនួនច្រើនជាងគេបំផុតនៅលើពិភពលោកយើងបានរកឃើញនូវប្រភេទសត្វថ្មីៗរាប់រយប្រភេទនិងបានយល់ដឹងអំពីតួនាទីសំខាន់របស់តំបន់នេះក្នុងការជួយស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសដែលជាកត្តាសំខាន់បំផុតនៅក្នុងការជួយសង្គ្រោះផែនដីពីការឡើងកម្ដៅ Twilight Zone នេះបានរំលឹកយើងថាចំណេះដឹងរបស់មនុស្សជាតិនៅមានកម្រិតនៅឡើយយើងបានធ្វើដំណើរទៅដល់ព្រះច័ន្ទយើងបានបញ្ជូនយានអវកាសទៅដល់ភពអង្គារប៉ុន្តែនៅទីនេះក្នុងផ្ទះខ្លួនឯងនៅមានអាចកំបាំងដែលរាប់មិនអស់កំពុងដកដង្ហើមនៅក្នុងភាពស្ងៀមស្ងាត់នៅពេលដែលអ្នកសម្លឹងមើលទៅកាន់សមុទ្រម្ដងទៀតសូមចងចាំថានៅពីក្រោមរលកពណ៌ខៀវនោះមានពិភពមួយដែលពោរពេញទៅដោយអាចកំបាំងនិងភាពចម្លែកអស្ចារ្យដែលមិនអាចកាត់ថ្លៃបានអូខេអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះតំបន់ Twilight Zone នេះក្នុងចំណោមសត្វទាំង3មិញនេះតើបងប្អូនយល់ថាសត្វមួយណាដែលគួរឲ្យខ្លាចជាងគេសូមជួយ comment នៅខាងក្រោមម្នាក់មួយផងជាចុងក្រោយនេះយើងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលទានមានបានធ្វើដំណើរទីចិត្តទីឆ្ងាយប្រកបដោយសុវត្ថិភាពពីយើងខ្ញុំអ្នករៀនសូត្រជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ